ស្ថិរភាពហិរញ្ញវត្ថុនិងសុភមង្គលនៅក្នុងគ្រួសារអេពីសូតទី6ការរៀបចំមរតកនៅក្នុងគ្រួសារនៅពេលដែលឮថាមរតកយើងតែងតែនឹកឃើញថាការផ្ដល់ជាផ្ទះសម្បែងលុយកាក់សម្រាប់មនុស្សជាទីស្រឡាញ់ឬក៏មនុស្សចំនួនក្រោយរបស់យើងតើមរតកមានអត្ថន័យយ៉ាងណាខ្លះចំពោះអ្នកទាំងអស់គ្នាសម្រាប់ខ្ញុំការផ្ដល់មរតកក៏ដូចជារៀបចំមរតកនេះគឺជាការរៀបចំឲ្យមនុស្សជាទីស្រឡាញ់របស់យើងប៉ាម៉ាក់បងប្អូនក៏ដូចជាកូនចៅចំនួនក្រោយឲ្យគាត់បានរស់រៀនមានជីវិតក៏ដូចជាបន្តជីវិតទៅថ្ងៃមុខទៀតកាន់តែប្រសើរជាងយើងពីមួយជំនាន់ទៅមួយជំនាន់ទៀតអញ្ចឹងការរៀបចំមរតកនេះមានប្រមាណចំណុចនៅខាងក្រោមដូចជាទី1ការផ្ដល់ចំណេះដឹងជំនាញធ្វើយ៉ាងណាដើម្បីឲ្យគាត់អាចប្រកបរបរទៅមុខសម្រាប់ខ្លួនឯងទី2ការផ្ដល់នៅសុខភាពល្អតាមរយៈរបបអាហារប្រចាំថ្ងៃក៏ដូចជារបៀបរបបនៃការរស់នៅហើយនឹងការហាត់ប្រាណជារៀងរាល់ថ្ងៃគឺព្រោះអីយើងគឺជាគំរូរបស់ពួកគាត់ទី3ការផ្ដល់នៅគុណតម្លៃសម្រាប់ពួកគាត់ដូចជាការគោរពចាស់ទុំក៏ដូចជាមនុស្សជុំវិញខ្លួនរបស់យើងទី4ការផ្ដល់ឲ្យនៅកញ្ចប់ថវិកាណាមួយសម្រាប់ពួកគាត់ឬក៏កញ្ចប់ធានារ៉ាប់រងអាយុជីវិតដើម្បីការ៉ាន់ទីថាទោះបីជាមានវត្តមានយើងនៅទីនេះឬក៏គ្មានក៏ដោយពួកគាត់នៅតែអាចបន្តជីវិតទៅមុខទៀតកាន់តែប្រសើរតោះចាប់ផ្ដើមរចនាជីវិតទាំងអស់គ្នា